តារាសម្ដែងម្នាក់គឺកញ្ញាសាទរស្មីយើងឃើញថាតារាសម្ដែងស្រស់ស្អាតមួយរូបនេះបានសង្ងំមិនតបតចំពោះរឿងអាស្រូវដែលបានកើតឡើងលើខ្លួននាពេលកន្លងមកហើយក្រោយពីព័ត៌មានអំពីរឿងអាស្រូវទាំងនោះបានស្ងប់ស្ងាត់តារាសម្ដែងរូបនេះបានប្រកាសវិលចូលសិល្បៈវិញហើយបានបកស្រាយចំពោះបញ្ហាដែលកើតមានឡើងកាលពីពេល3ឆ្នាំកន្លងមកនេះតារាសម្ដែងកញ្ញាសាទរស្មីបានបោះជំហានចូលសិល្បៈវិញដោយក្តោបតំណែងជាតួឯកជាថ្មីនៅក្នុងផលិតកម្ម LD Picture ជាមួយតារាកំ pl ៃ នេះគ្រឿនក្នុងរឿងត្រកូលអ្នកប្រដាល់កាលពីពេលថ្មីនេះការស្ងប់ស្ងាត់ពីអាជីពសម្ដែងគឺបន្ទាប់ពីតារាថ្ពាល់ខូចរូបនេះជួបរឿងអាស្រូវនាពេលកន្លងមកថាមានអ្នកជួយទំនុកបង្រងមានងារជាអុកញ៉ានៅពីក្រោយហើយមកទល់នឹងពេលនេះបានចែកផ្លូវគ្នាវិញយ៉ាងណាក៏ដោយតារាសម្ដែងស្រស់ស្អាតរូបនេះបានច្រានចោលចំពោះដំណឹងដែលបានកើតឡើងជិត3ឆ្នាំកន្លងមកខ្ញុំចង់បកស្រាយដែរដោយសារពេលហ្នឹងខ្ញុំនៅតែផ្ទះហេតុអីបានគេមានព័ត៌មានថាខ្ញុំមានអ្នកចិញ្ចឹមហើយគេចង់ឲ្យគេបោះបង់ចោលបាទខ្ញុំចង់ចូលវិញតាមពិតខ្ញុំរកចូលយូរហើយតែដោយសារគេមានព័ត៌មានអញ្ចឹងខ្ញុំអត់ចូលទេកុំឲ្យហានដោយសារតែអញ្ចឹងកញ្ញាសាទរស្មីបន្តថាហេតុផលមួយទៀតដែលធ្វើឲ្យកញ្ញាផ្អាកពីសិល្បៈជិត3ឆ្នាំក៏ព្រោះតែការសម្ដែងនាពេលកន្លងមកហត់ខ្លាំងហើយកញ្ញាចង់យកពេលសម្រាយបានច្រើនចំពោះការវិលមកកាន់វិថីសិល្បៈវិញកញ្ញាប្រាប់ថាទទួលថតខ្សែភាពយន្តទាំងអស់ប្រសិនបើផលិតករត្រូវការប៉ុន្តែសម្រាប់តែរឿងដុំដាក់បញ្ចាំងតាមរោងភាពយន្តប៉ុណ្ណោះរីឯរឿងភាគមិនទទួលនោះទេព្រោះត្រូវប្រើពេលវេលាច្រើនងាកទៅដំណឹងដែលតែងតែលេចឮថាមានអុកញ៉ានៅពីខាងក្រោយជួយទំនុកបំរុងតារារូបនេះស្នើឲ្យបណ្ដាញសារព័ត៌មានឈប់ចុះផ្សាយតទៅទៀតដោយកញ្ញាអាងថានាងមានម្ចាស់ចិត្តរួចទៅហើយជាអាណិកជនកំពុងរស់នៅសហរដ្ឋអាមេរិកយ៉ាងណាកញ្ញាមិនទាន់បង្ហើបឈ្មោះនឹងមុខរបរម្ចាស់ស្នេហ៍ថ្មីធ្វើអ្វីនៅឡើយទេបន្ទាប់ពីប្រកាសប្រឡូកចូលសិល្បៈពេញទំហឹងឡើងវិញកញ្ញាសាទរស្មីទើបទទួលថតបានមួយរឿងប៉ុណ្ណោះនៅក្នុងឆ្នាំ2016តារារូបនេះធ្លាប់ទទួលបានការគាំទ្រច្រើនពីទស្សនិកជននៅក្នុងខ្សែភាពយន្តភាគរឿងផ្ការីកក្នុងចិត្តការមកតែគិនលុយខាងនិយាយដល់មកខ្ញុំហើយពីទីអត់ពេលនេះតាមពិតជើខាងស្រីខាងប្រព័ន្ធជួយអត់ខាងទៅគឺចង់ទៅដកខាងគេទៅវិញទាំងឡានអីមកខ្ញុំចង់ឲ្យក្រុមលើឃើញអាណិតគេថាអាណិតខ្លាំងពេលចឹងទៅក៏ជួយពេលការហើយមានធ្វើអីវាយខ្ញុំលេងបាយដែរលេងខ្ញុំចូលខ្ញុំមានប្រុសមានអីញ៉ៃដល់ពេលហើយអត់មកក៏ប្រាប់ម៉ាក់សុំលេងអញ្ចឹងទៅព្រមលេខាបើមិនបិទហ្នឹងគេមិនបានណាអមបានណាតាមរយបាញ់ខ្ញុំចូលថាសវិនអត់ព្រមរត់ទៅលេងហើយគេក៏បានលេងដឹងថាឡើងក្នុងរายការលេងដាច់ពេលចឹងដឹងឡើងរายការក៏ហា3ដងអត់ព្រមគេកាត់ដាច់ខ្លួននេះព្រោះបើសិនហើយពេលដែលម៉ែខ្លួនឯងអញ្ចឹងខ្ញុំថាការរបស់ខ្លួនឯងអាដាមដែរម៉ែឲ្យខ្ញុំចាច់ទៅគាត់ឲ្យរៀននេះតែខ្លួនឯងចាស់ខ្ញុំចំមកឆ្លាស់ក្មេងទៅទៅឲ្យខ្ញុំគ្រូសាស្ត្រខ្ញុំចំគេវិញបានអញ្ចឹងឲ្យផ្ទះនៅឲ្យបែងញ៉ាំយើងចង់ទៅគាត់ឡើងពេលទៅដកឲ្យអស់នេះមិនចង់ទៀតចាយលើស្រីបញ្ហាដែលនេះដោយសារតែពេលនេះទីមួយគាត់នៅពុតកន្លែងទី2អត់ចាំមួយហើយរត់រៀនគ្រប់ពេលអត់បានស៊ីចំដល់លេងតែល្បែងអត់ឲ្យចូលទៅយើងនឹងរកគាត់ពីមុនដូចក៏ទៅដឹងទៅការហើយពីមុនធ្វើល្អថាល្អដូចតែចាប់ពីឲ្យបានដឹងរឿងការឲ្យបញ្ចេញចរិតមកចឹងយើងមានថាចឹងទៅឲ្យការកូនតែខុសខាតមកគឺចឹងណាពេលស្គាល់បាយបងស្គាល់និយាយនោះមកជួលផ្ទះនៅចិត្តផ្ទះខ្ញុំហើយខ្ញុំគិតចឹងខ្ញុំប្រចាំថតខ្ញុំចាក់ទៅមកខ្ញុំទៅឆ្លងទៅពេលចាក់តមកចូលថតណាដំណងណាដែលគាត់ចាក់តទៅដល់គាត់ថានំខ្ញុំទៅថតចាថតខ្ញុំមិនទៅឆ្លងខ្ញុំទៅនៅខាងណាកុំថតទៅតែអត់តែប៉ានេះថតខ្ញុំចូលតាមពីមកខាងក្នុងកន្លែងនេះបងចាសំឡងខ្ញុំឲ្យដល់ក្រៅពីណានេះចាខ្ញុំមិននឹកស្មានថា
បាទប៉ុន្តែខ្ញុំទទួលព័ត៌មានថាប៉ុន្តែយើងមិនបាច់ប្រាប់ឈ្មោះគេទេប៉ុន្តែគឺថាឲ្យគេមានសុភាពមង្គលចុះបាទខ្ញុំលើទទួលថាប្រពន្ធរបស់លោកជាស្រួយឥឡូវគឺជាតារាសម្ដែងស្រីដ៏ល្បីល្បាញម្នាក់បាទអាចជាការពិតទេលោកជាស្រួយបាទនេះជាការពិតហើយបាទមុនដំបូងគឺថាគេគាត់ជាយកខ្ញុំធ្វើជាស្ពានចម្លងដល់ពេលខ្ញុំជូនគេដល់ត្រើយហើយគេក៏បានដល់កន្លែងមកគេហើយខ្ញុំក៏ភៀសខ្លួនចេញទៅប៉ុន្តែលោកជាស្រួយខ្ញុំចាំបានគឺថាបានរៀបការត្រឹមត្រូវបាទកាលនោះលោកអេបថងបានហូបការទេបាទខ្ញុំទៅដែរបងបាទមានន័យថាប៉ុន្តែលោកអេបថងដឹងថាប្រពន្ធលោកជាស្រួយបច្ចុប្បន្ននេះគឺជាតារាភាពយន្តស្រីដ៏ល្បីល្បាញម្នាក់បាទហើយផតបាទប៉ុន្តែយើងសូមកុំបញ្ចេញឈ្មោះគេបាទបងវាអត់ចេញបាទអញ្ចឹងខ្ញុំទទួលព័ត៌មានថាដែលលោកជាស្រួយដកចេញពីសៃវៀនប្រដាល់ចាក់ចេញខូចចិត្តនឹងខ្សែជីវិតខ្លួនឯងដោយសារតែមានគេកុកជេរប្រពន្ធរបស់លោកជាស្រួយទៅឲ្យកូនអុកញ៉ាម្នាក់យកទៅដេកនៅក្នុងតម្លៃ$300ដែលប្អូននឹកឃើញថាជាតារាដូចគ្នាហើយគេថាដឹកញីវិស័យឈ្មោលឲ្យប្រពន្ធលោកជាស្រួយទៅដេកជាមួយគេធ្នូទឹកលុយ$300ដល់ពេលលោកជាស្រួយឯងដឹងក៏ចាក់ចេញហើយក៏ខ្មាស់គេក្នុងនាមឯងជាអ្នកបដាលល្បីមួយរូបក្នុងនាមជាតួកុនតួឯកមួយរូបដែរដល់ពេលដឹងព័ត៌មាននឹងពិតដល់ពេលគេនិយាយថាធ្លាប់ដេកប្រពន្ធជាស្រួយគឺចាប់អារម្មណ៍អូនខូចចិត្តពីពេលហ្នឹងមកអូនសុំអញ្ជើញរៀបរាប់ចំណុចបន្តិចបាទតើការពិតទេខ្ញុំដឹងបាទនេះជារឿងការពិតបាទគឺខ្ញុំដឹងច្បាស់គឺការពិត$300នេះគឺជាតម្លៃខ្លួនរបស់គេតែកុំខ្ចុងដែលអ្នកនាំទៅគឺ$130តែ$170គឺតម្លៃខ្លួនរបស់គេបាទគេបានលុយមកក៏គេទិញទូរស័ព្ទមួយសម្រាប់តាក់ទងខាងណាដល់ខ្ញុំដឹងពិតប្រាកដទៅខ្ញុំខ្មាស់គេអុយឈ្មោះទាំង CTN គេដឹងលឺទាំងអស់ដូច្នេះខ្ញុំក៏មិនអាចរស់នៅបានខ្ញុំក៏ចាក់ចេញទៅមានតែខោអាវមកបាលីកុដខ្ញុំទៅនៅដុលគិរីដំបងទៅជួបអូនផនទៅនៅជាមួយគេរហូតដល់ចេញពីដុលគិរីទៅនៅកំពង់ចាមចេញពីកំពង់ចាមទៅនៅចេះទៅក្រែងរហូតនៅតាមខេត្តបង្កប់ខ្លួននៅក្នុងរ៉ូស៊ីតិចតួចចំជីវិតដល់ពេលចុងក្រោយខ្ញុំទៅនៅព្រំដែនឡាវធ្វើការនៅព្រំដែនឡាវក៏ចាញ់បុកឡាវទៀតលក់ឡានអស់មួយទៀតចាញ់បុកឡាវហើយគឺទៅនៅក្នុងព្រៃទីក្នុងព្រៃរហូតដល់ខ្ញុំគុនចាញ់ឈឺខ្លាំងបានខ្ញុំមកត្រឡប់មកប៉ោយប៉ែតបាទនៅប៉ោយប៉ែតខ្ញុំឮគេនិយាយថាប្អូនជាជ្រួចធ្វើជាការងារសំណង់បាទហើយសូម្បីតែគេប្រាប់ថាជាស្រួចពិតប្រាកដក៏គេអ្នកធ្វើការសំណង់ក៏គេមិនជឿដែរបាទតែសូមចេញនិយាយអំពីជីវិតធ្វើការសំណង់នៅប៉ោយប៉ែតបាទសូមក្រុមចេញបាទពេលខ្ញុំធ្លាក់ខ្លួនឈឺអញ្ចឹងទៅខ្ញុំអត់មានលុយមើលខ្លួនម្ដាយខ្ញុំចាស់គាត់ចងការលុយគេ$200មកដើម្បីមើលជំងឺខ្ញុំគុនចាញ់ដល់អញ្ចឹងទៅពេលម្ដាយអាយុប៉ុន្មានម្ដាយខ្ញុំអាយុ88ឆ្នាំហើយម្ដាយអាយុ88ឆ្នាំហើយប៉ុន្តែគាត់ធ្លាក់ខ្លួនឈឺបាទដល់ខ្ញុំធ្លាក់ខ្លួនឈឺទៅគាត់រលុយហ្នឹងចងការគេមកឲ្យខ្ញុំមើលជំងឺអញ្ចឹងពេលខ្ញុំជាឡើងខ្ញុំក៏ទៅធ្វើសំណង់ដើម្បីរលុយបដោះសងគេវិញដល់ពេលឥឡូវនេះខ្ញុំមិនអាចគឺថាមិនអាចទទួលយកបានខ្ញុំក៏មកភ្នំពេញដើម្បីរកការងារធ្វើនៅភ្នំពេញវិញក្នុងនាមប្អូនជាកីឡាករល្បីហើយគេអាចចាត់ទុកថាជាកីឡាករដែលមានរូបសម្រស់ស្រស់សង្ហាមួយរូបដែលបងប្អូនឃើញការសម្ដែងរូបជាស្រួចបាត់មុខហើយក៏បងប្អូនថតជាឈុតឆាកខារ៉ាអូខេថតជាខ្សែភាពយន្តជាច្រើនដល់ពេលបងប្អូនទៅធ្វើការសំណង់ធ្លាប់ជាតួឯកគុណធ្វើជាការងារសំណង់តើបងប្អូនគិតថាបានមួយថ្ងៃប្រហែលនេះបងប្អូនជីវិតខ្លួនឯងក្តុកក្តួលបែបនេះពេលដែលកំពុងធ្វើការសំណង់មកសុំចេញបាទជាការពិតណាក៏ប៉ុន្តែខ្ញុំជួបមនុស្សដែលល្អដែរបងអូនបងខ្ញុំនោះពីមុនគេនៅថៃគេជាកូនចៅរបស់ខ្ញុំចាដល់ពេលគេមកនៅប៉ោយប៉ែតគេធ្វើអ្នករាប់ម៉ៅសំណង់គេក៏ឃើញយើងតាក់ខ្លួនអញ្ចឹងគេក៏ហៅមកជួយធ្វើការមិនបានជាធ្វើអីឲ្យធ្ងន់ធ្ងរប្រហែលទេគ្រាន់តែយើងជួយដើរគាត់ឈ្មោះកម្មករចាហើយយើងជួយធ្វើការគេបន្តិចជួយអញ្ចឹងគេក៏ឲ្យប្រាក់ខែយើង
châm chỉ vật đó là pe lâu ní dùng cái tháng vì mình ai thì thà đã khai là dương nướng vì mình ai so nhưng có hôm nayจะทำមកជួបរំពេញដើម្បីរកការងារធ្វើផ្សេងទៀតកែបានលើសនឹងអញ្ចឹង កាលលោកជាស្រួចនៅប៉ែតនៅតែប្រហែលឆ្នាំ នៅទៅបានប្រហែលជា 3-4 ខែតែពេលខ្ញុំទៅមើលជំងឺកូនចាញ់ហ្នឹង មានន័យថាបងអូនកូនចាញ់ បាទកូនចាញ់ យកពីនៅព្រំដែនឡាវនិងនៅ ព្រំដែនឡាវ រតនគិរីអញ្ចឹង សឹង ហើយ ត្រែង ឈឺទឹកសឹងត្រែង នៅស្រុកកម្ ដល់ ពុជា ពេលឈឺទៅអត់មានលុយទេម្ដាយទៅចងការលុយគេ200 ដុល្លារ បាទ ហើយក៏ ធ្វើការសងបង មកព្យាបាល ធ្វើ ធ្វើ សំ ការ ណងដើម្បីយកលុយសងគេវិញបាទ ហើយគិតពេលបងឃើញចាក់សម្លេងបងអូន2ដងគឺបងអូនហូរទឹកភ្នែកហេតុនេះបានបងអូនហូរទឹកភ្នែកដល់ក្តុកក្ដួលពីព្រោះថាបងអូនគឺជាមនុស្សរឹងប៉ឹងណាស់បងឃើញកន្លងមក នេះគឺដាក់បត់នឹងទៅគឺឲ្យវាដូចជាត្រូវជីវិតខ្ញុំពិតណាដូចនេះឲ្យខ្ញុំដាក់គួរឲ្យរំភើបណាស់ថាពីមុនខ្ញុំផ្សេងឥឡូវខ្ញុំធ្លាក់ខ្លួនប៉ុណ្ណឹងដូចខ្ញុំតូចចិត្តខ្លួនឯងសូម្បីតែមិត្តភ័ក្តិដែលគេធ្លាប់រាប់អានមកពេលខ្ញុំធ្លាក់ខ្លួនទៅក៏បាត់បង់គេអស់ដូច្នេះខ្ញុំតូចចិត្តខ្លួនឯងខ្ញុំវាដាប់អាសាច់បត់នឹងគឺខ្ញុំគួរឲ្យរំភើប បាទធ្វើឲ្យខ្ញុំសក់ទឹកភ្នែកខ្ញុំតូចចិត្តខ្លួនឯងខ្លាំង បាទ